បងនិយាយសួរបងបាទទៅវាពួង ហើយខ្ញុំចុះមកមើលស្រូវដែលបងប្រើជីណាបាទឥឡូវខ្ញុំចង់បានចំណាប់អារម្មណ៍បងនិយាយកាសពិតណាថ្ងៃនៅលើក្បាលទាំងអស់គ្នាបងកុំនិយាយថាលើកជើងលើកដៃអីខ្ញុំចុះប៉ាន់ខ្ញុំមកដែរជួបបងហ្នឹងមែនទេបាទលើកដំបងឬមិនបាទឥឡូវនេះខ្ញុំដំបងខ្ញុំចង់សុំជម្រាបសួរបងទី1បងឈ្មោះអីបងនៅភូមិណាហើយការប្រើប្រាស់បងប្រហែលដងហើយតើស្រូវនេះបងពេញចិត្តបែបណាហើយអ្វីដែលប្លែកក្នុងអារម្មណ៍បងធ្លាប់ធ្វើពីមុនហើយបងប្រៀបធៀបឥឡូវនេះវាយ៉ាងម៉េចខ្ញុំសូមបងអធិប្បាយដើម្បីចែកជូនកសិករគាត់ទិន្នផលឲ្យបានខ្ពស់ទប់នឹងតម្លៃត្រូវស្រុកខ្មែរយើងគាត់ទៀតអញ្ចឹងគាត់បាក់ចិត្តអញ្ចឹងបងសូមជួយគាត់ផងដើម្បីជួយផ្ដល់យោបល់សិក្សានេះទៅកាន់កសិករដែលគាត់កំពុងធ្វើស្រែស្រូវកូថេតបងណាបាទអញ្ជើញបងអញ្ជើញបាទគឺខ្ញុំឈ្មោះសំសវេតខ្ញុំរស់នៅភូមិព្រាអំពោភូមិអណ្ដើខេត្តស្រុករតនមណ្ឌលខ្ញុំបានប្រើជីសញ្ញារូបផ្សាយក្បាលតម្រៃក្បាលតម្រៃឥឡូវខ្ញុំប្រើក្នុងរយៈពេលដីខ្ញុំនេះក្នុង1ហិកតាខ្ញុំប្រើចំនួនដីតែ5បាវទេរាល់ឆ្នាំខ្ញុំប្រើដល់6បាវអញ្ចឹងបានន័យថាខ្ញុំប្រើ5បាវនេះវាទទួលទិន្នផលល្អព្រោះថាខ្ញុំមានចំណាយអារម្មណ៍ត្រង់ដែលខ្ញុំចូលទៅក្នុងទំហំដី1ហិកតាខ្ញុំចូលរាល់ឆ្នាំខ្ញុំប្រើជីតាមទីផ្សារតែកសិករចេះតែបងប្អូនកសិករមួយចំនួនគាត់จะផ្សព្វផ្សាយទៅខ្ញុំនិយាយទៅប្រើជីនឹងអត់មានផ្លាកសញ្ញាអីពិតប្រាកដខ្ញុំប្រើចំនួន6បាវខ្ញុំទទួលទៅចំនួន6ចង់និយាយថាខ្ញុំប្រើម៉ាស៊ីនចូល6ជុំបានស្រូវនឹងចំនួន1ធុងតែឆ្នាំនេះខ្ញុំចូលតែ4ជុំទេបានស្រូវនឹងចំនួន1ធុងព្រោះថាខ្ញុំប្រើទៅវាឃើញគុណភាពជីគាត់សញ្ញារូបក្បាលតម្រៃនេះគុណភាពល្អហើយខ្ញុំប្រើតែចំនួនតែ5បាវទេអញ្ចឹងអូនហើយធម្មតាកសិករដែលគេប្រើនៅជុំវិញខ្ញុំនេះគេប្រើជីធម្មតាទៅមិនដឹងតែជីបើចេញពីប្រភពណាច្បាស់លាស់ទេឥឡូវស្រូវនេះមិនស្រែបងទេបាទមិនមែនស្រែអានេះគេប្រើជីផ្សេងទេបងផ្សេងបាទអត់មានប្រភពច្បាស់លាស់គាត់ប្រើជីផ្សេងបើដល់ផលយ៉ាងម៉េចអត់ខ្ញុំអត់ទទួលយកអត់ដឹងទេនឹងផ្លាកសញ្ញាក្បាលអីទេណាបងណាបាទហើយអញ្ចឹងបងគិតថាយើងឲ្យកសិករវាតម្លៃថាឥឡូវខាងនេះខាងបងប្រើជីសញ្ញាក្បាលតម្លៃមែនទេបងបាទអញ្ចឹងមកខាងភ្លឺម្នាក់បើជៀនទៅប្រហែលជា2ជំហានទេបាទដីដូចគ្នាបងហើយបាច់ថ្ងៃមួយគ្នាទេបាច់ថ្ងៃមួយគ្នាឥឡូវជាក់ស្ដែងកសិករអញ្ជើញមើលស្រូវតែគាត់ប្រើនេះគាត់ប្រើបានជីប្រមាណក្រុងបងខ្ញុំប្រើចំនួន5ក្រុងបាទក្នុង1ហិកតារាល់ឆ្នាំខ្ញុំប្រើ6ក្រុងជីអត់មានប្រភពច្បាស់លាស់ខ្ញុំប្រើ6ក្រុងប៉ុន្តែទិន្នផលវាអត់បានខ្ពស់បាទក្នុង1ហិកតាខ្ញុំប្រើរាល់ឆ្នាំបានចំនួនប្រហែលជា2ធុងកន្លះទៅ3ធុងទេអស់ហើយ1ហិកតាបាទ1ហិកតាអញ្ចឹងចំនួន2ធុងទៅ3តោនទេស្ទើរ3តោនឥឡូវអានេះបងសង្ឃឹមថាឥឡូវស្រូវប្រភេទអីខ្ញុំភ្លេចសួរបងវិញណាប្រភេទផ្ការំដួលឥឡូវបងសង្ឃឹមថាអាចបានប្រមាណបើប្រៀបធៀបឆ្នាំតមុនដែលបងប្រើជីសញ្ញាអីលេខកើតខ្ញុំប្រើរាល់ឆ្នាំជីដែលចេញពីតែទិញតាមទីផ្សារដែលអត់មានប្រភពច្បាស់លាស់ខ្ញុំប្រើលើផ្ទៃដី1ហិកតាខ្ញុំទទួលទិន្នផលទៅបានខ្ទង់តែ2តោនកន្លះទេតែឆ្នាំនេះខ្ញុំប្រើជីសញ្ញារូបក្បាលតម្រៃខ្ញុំចូលទៅទិន្នផលការកាក់ស្មានរបស់ខ្ញុំទិន្នផលមិនផុតពី4តោនឡើងទៅ5តោនទេក្នុង1ហិកតាចឹងណាពួកខ្ញុំចូលសាឡបងមើលហើយក្នុង1ហិកតាខ្ញុំចូលស្រូវចំនួន4ជុំដីប្រហែលជា100ម៉ែត្រទេបានស្រូវហ្នឹង1ធុងរាល់ឆ្នាំខ្ញុំច្រូតដី100ម៉ែត្របាទចំនួនម៉ាស៊ីនរត់6ជុំបានស្រូវ1ធុងចឹងណាអាហ្នឹងយើងមើលភាពជាក់ស្ដែងមើលឃើញនឹងភ្នែកបើយើងអត់មានហាមនិយាយអីថែមថយទៅលើទៅយើងធម្មតាយើងនិយាយការពិតតែគុំអីបងផ្លែថាវាយ៉ាងម៉េចអីបែកទៅជាសាខាកូនចៅយ៉ាងម៉េចអីបងគុំពេលដែលយើងព្រោះទៅក្នុង1ហិកតាខ្ញុំព្រោះអស់តែ130ទៅ140គីឡូទេដល់រាល់ឆ្នាំខ្ញុំព្រោះទឹក200គីឡូដល់ពេលចំនួនស្រូវដែលដុះចេញស្មើនឹង150គីឡូបានន័យថាជីនេះដាក់ទៅវាជួយបំបែកគុំឲ្យគុំនឹងបែកកូនបែកចៅយើងសុំសរសៃបាទសុំសរសៃទៅហើយវាធ្វើឲ្យបរិមាណដែលយើងព្រោះនឹងប្រើក្របពូតិចឥឡូវកាត់បន្ថយឥឡូវខ្ញុំចូលរួមបន្តិចបងដើម្បីឲ្យកសិករដែលគាត់បានទេសនាក្លឹប
ដ៏មានប្រយោជន៍នេះទៅកាន់បងប្អូនកសិករទូទាំងប្រទេសកម្ពុជាហ្នឹងទី1បងដែលតាមលឺដំបូងមិញបងគិតថាប្រើជីពីមុនមកបងប្រើជី6ក្រុងឬក៏6B មែនទេទិន្នផលបានតែ2តោនកន្លះ2តោនកន្លះទេហ្នឹងហើយត្រូវពូជអស់150គីឡូទៅ170គីឡូ150ទៅ170គីឡូតែដល់ឥឡូវនេះឆ្នាំនេះខ្ញុំប្រើតែ130គីឡូទេក្នុងផ្ទៃដី1ហិកតាជី5បាវអញ្ចឹងបងប្អូនជីតែ5B ទេជី 5B ថយហើយថយពូជបានទិន្នផលខ្ពស់បាទអូឥឡូវបងសុបាយចិត្តយ៉ាងម៉េចដែរឥឡូវចាប់អារម្មណ៍សុបាយចិត្តនេះខ្ញុំនិយាយបន្តិចខ្ញុំបាទនិយាយបន្តិចត្រឹមទ្រូងឆ្នាំខ្ញុំប្រើដល់170គីឡូដោយសារខ្ញុំសម្បូរពូជត្រឹមកកដល់ឆ្នាំនេះខ្ញុំប្រើតែ130គីឡូទេបាទពូជខ្ញុំវាខ្វះដល់ពេលយើងព្រោះទៅលើផ្ទៃដី1ហិកតាត្រឹមមាត់ដើមល្អពោះចឹងអា150ហ្នឹងវាបែកកូនបែកចៅតិចដោយសារយើងប្រើជីតាមទីផ្សារអត់មានប្រភពជាក់ស្ដែងច្បាស់លាស់ហើយយើងប្រើអស់ចំនួន 6B 1ហិកតាបាទតែដល់ពេលទិន្នផលដែលយើងទទួលមកពីការច្រូតកាត់មកបានតែ2តោនកន្លះជាងទេលើសខ្វះគ្នាតិចតួចអញ្ចឹងណាបាទឥឡូវចេះខ្ញុំយល់ហើយបងគិតថាបងប្រើទៅអាចចំណេញទេបើបងប្រើជីសញ្ញាក្បាលតម្រៃបើគិតថាចំណេញទេបងតាមមើលខ្ញុំប្រើជីក្បាលតម្រៃនេះទី1ខ្ញុំចំណាយទុននៅលើការប្រើប្រាស់ហ្នឹងតិចដោយសារយើងប្រើបរិមាណជីតិចបាទទី2យើងដាក់ទៅវាមានគុណភាពល្អទិន្នផលខ្ពស់អញ្ចឹងបានន័យថាខ្ញុំ1ហិកតាខ្ញុំចំណេញខ្ទង់តែលើសបរិមាណដែលឆ្នាំតែមិញខ្ទង់ប្រហែលជា2តោន1តោនកន្លះទៅ2តោនវ៉ាវហើយយើងមើលភាពជាក់ស្ដែងឃើញបាទឥឡូវចេះបងឥឡូវបងជាទឹកចិត្តកសិករដូចគ្នាហើយបងចង់ចែកចាយនេះកំពុងចែកចាយហើយតើបងចង់ផ្ដាំទៅកសិករយើងក្នុងប្រទេសកម្ពុជាយើងដែលគាត់កំពុងតែសេតបាទកំពុងសេតត្រូវថ្លៃឥឡូវយើងកុំគិតល្អរតំបន្ទោសអ្នកណាយើងគិតខ្លួនយើងវិញថាយើងគួរធ្វើម៉េចដើម្បីបង្កើនទិន្នផលទប់នឹងតម្លៃសកលនេះវាធ្លាក់ដើម្បីឲ្យគាត់បានទិន្នផលខ្ពស់វិញអញ្ចឹងបងចែកចាយទៅកាន់កសិករតិចទៅខ្ញុំចង់គាត់បាទមានប្រសាសន៍ថាសូមបងប្អូនកសិករដែលនៅក្នុងព្រះរាជាណាចក្រយើងនេះមើលទៅដែលជីដែលខ្ញុំប្រើនេះគុណភាពល្អហើយមានបានទិន្នផលខ្ពស់សូមបងប្អូនកសិករចូលមកប្រើជីប្រភេទសញ្ញារូបក្បាលដំរីតាមខ្ញុំព្រោះខ្ញុំប្រើទៅវាមានទិន្នផលខ្ពស់ក្នុង1ហិកតាពីបានទិន្នផលលើសដល់2តោនហើយយើងអាចកាត់បន្ថយទៅប្រាក់ចំណេញមួយចំនួនធំហើយទិន្នធម្មតាតម្លៃទីផ្សាររាល់ថ្ងៃនេះវាមានកម្រិតពីជួលវាអត់ទៀងទាត់តែបើសិនជាយើងប្រើជីទីផ្សារតម្លៃវាថ្លៃហើយអត់មានប្រភពចេញមកច្បាស់លាស់យើងត្រូវខាតទុនយើងច្រើនបាទបងបាទអញ្ចឹងណាសូមបងប្អូនជាកសិករចូលមកប្រើជីប្រភេទក្បាលដំរីនេះដូចខ្ញុំទៅឃើញខ្ញុំមានបានស្រូវដែលមើលឃើញហើយយើងច្រូតកាត់ក្នុង1ហិកតាវាអាចទទួលទិន្នផលចាប់ពី5តោនឡើងទៅរាល់ឆ្នាំខ្ញុំប្រើជីខាងក្រៅនោះបាន13តោនឬក៏2តោនកន្លះទេក្នុងកន្លោះហ្នឹងសូមបងប្អូនកសិករចូលមកប្រើជីប្រភេទក្បាលដំរីដូចរូបខ្ញុំមកឥឡូវយើងមកផាត់ថតគុំតិចមើលគុំអូថតគុំឲ្យមានឆ្នាំងមានដើមដងបាទឥឡូវឲ្យដៃគប់បាទមកគ្រាប់ទៅដៃប៉ុណ្្នឹងឯងបាទឥឡូវយើងថតមកខាងគេដៃគុំមិនហ្នឹងនេះគុំដូចសទូងហ្នឹងអានេះមកគ្រាប់ឃើញមានប្រមាណដើមគ្រាប់5ដើម6ដើមបាទគេមកគុំទៅគេអាចមួយដើមនេះហ្នឹងណាថតស្រ័យគេតិចជាស្រ័យមើលតោះបើថតគុំគេតិចមើលតើវាខុសគ្នាមិនគុំបែកការធំទូចរឹងមាំមិនអីមិនបាទហើយដូចវើលបងហើយវាវើលដូចវើលបាទរើងគួខ្លីជាងផពូបាទគួខ្លីជាងស្ដើងជាងបាទហើយយើងកាត់មកគួមកស្មៅច្រើនណាស្មៅសឹងស្មៅចង់40%បាទហើយទៀបជាងពូទៀបនៅខុសគ្នាច្រើនហើយវិភាខ្ញុំនេះទុំមុនគេទុំក្រោយដោយសារអាយុកាលនៃការព្រោះថ្ងៃជាមួយគ្នាប៉ុន្តែសារអាធិតជីអត់គ្រប់គ្រាន់អត់ត្រូវរបៀបណាបើយើងប្រើជីទៅតាមស្តង់ដារប្រើប្រាស់ខុសបាទអញ្ចឹងការលូតលាស់របស់វាតាំងពីដាក់គ្រាប់រហូតមកដល់
ទទួលទិន្នផលរយៈពេលដូចគ្នា បាទ គេប្រើរយៈពេលដូចខ្ញុំដែរប៉ុន្តែប្រភេទស្រូវគេខាងស្ដាំដៃខ្ញុំនេះយើងមើលឃើញទៅវារបៀបម៉េចអាហ្នឹងតាមការមើលឃើញនេះណា បាទជាក់ស្ដែងបង ឬក៏ ព្រោះថ្ងៃមួយគ្នា បាទ បាទ ហើយ ជី ជាប់គ្នា បាទហើយជាប់គ្នា 2 ម៉ែត្រពីគ្នាទេ 2 ម៉ែត្រ បាទ 2 ម៉ែត្រ គឺសម្រោច បាទ សម្រាប់ជ្រើ ភ្លើ ខ្ញុំខែជា អឡពូ ខែជាតាំង ភឿនប្រយ តាមក្រោយនេះកសិករងាកមក ថាអត់ក្រោម បរជីនេះ អាចលោតចូល6តោននេះស្រូវពូ បងនិយាយថាមានកសិករខាងណាមកជួយកាន់ករងអីមិនអី សង្កត់គុណ3ស្រូវគាត់នេះ គាត់ទៅចូលស្រូវគេបាត់ហើយនៅកសិករហ្នឹងគាត់នៅចិត្តជុំប៉ុន្តែខ្ញុំហៅគាត់ជួយមកកាន់បាវណា បាទ ដល់ពេលទៅគាត់ថារាល់ឆ្នាំដែលមកចូលស្រូវនេះស្រូវចំនួនទំហំដីប៉ុណ្ណឹងបានស្រូវខ្ទង់តែ2ធុងជាងទេអញ្ចឹងបានន័យថាវា2តោនកន្លះទេដល់ពេលឆ្នាំនេះទំហំដីដដែលកសិករគាត់មកជួយកាន់បាវគាត់ថាបានទិន្នផលខ្ពស់ អូប្លែកហ្មងណា បាទផ្លែចាប់តាមការកាន់ស្មានរបស់គាត់ប្រហែលជា5តោនគាត់និយាយណា អូ ក្នុង1ហិកតា បងមើលខ្ញុំសួរបងឯងមួយម៉ាត់ទៀតមុននឹងបញ្ចប់คลิปវីដេអូនេះជូនកសិករតាំងពីបងធ្វើស្រូវតំបន់នេះប្រហែលឆ្នាំទេបង ខ្ញុំមករស់នៅតំបន់នេះធ្វើស្រែនេះវាចូលជា10ឆ្នាំហើយវា10ឆ្នាំមិនដែរវាមិនដែរបានទិន្នផលល្អដូច អូ ឆ្នាំ អញ្ចឹងអត់ដែរបានទិន្នផលហើយមើលទៅឃើញវាទិន្នផលអញ្ចឹងទេបងណា បាទ ទឹមជីសញ្ញាអត់តម្រៃមួយទេ ទៅបជីសញ្ញាក្បាលដំរីនេះខ្ញុំដាក់ទៅវាមានទិន្នផលខ្ពស់ អូ ខ្ញុំបានន័យថាខ្ញុំមានចំណាប់អារម្មណ៍លើជីក្បាលដំរីហ្នឹងព្រោះវាបានទិន្នផលខ្ពស់ បា ព្រោះ ទ ឆ្នាំខ្ញុំប្រើជីខាងក្រៅវាទិន្នផលវាអត់មានភាពនឹងណូវាប្រែប្រួលទិន្នផលណា ហើយបងចង់និយាយខ្ញុំសួរតិចបងថាជីយើងបាច់ទៅវារលាយល្មិចអីល្មិចបើតាមបងមើលទៅធ្លាប់ប្រើពីមុនជីពីមុនមកវារលាយមិនអានេះវារលាយមិនបានវាទៅជាអាចកើនទិន្នផលអត់សូវមានរោគទេបង ពីមុនមកខ្ញុំប្រើជីតាមទីផ្សារខ្ញុំបាច់លើដីដែលមានសំណើមអត់មានទឹកខ្ញុំសាក់លបងណារយៈពេល4ទៅ5ថ្ងៃបានស្ដីថាជីហ្នឹងវាអត់រលាយឲ្យបាត់រូបទេវានៅកាកសំណល់ទៅនៅលើដី បាទ តែដែលខ្ញុំប្រើជីសញ្ញាក្បាលដំរីនេះរយៈពេលទៅ4ថ្ងៃដីសំណើមហាក់ប្រហែលនឹងខ្ញុំបាច់ជីទីផ្សារដែរធ្វើឲ្យគ្រាប់ជីហ្នឹងរលាយចូលដីបាត់អត់មានឃើញគ្រាប់ជីទេ អូរយៈពេលត្រឹម3 4ថ្ងៃហ្នឹងបានន័យថារលាយដើម្បីឲ្យស្រូវ ដោយសារ ដំ ធា ណាំ តុជី ហ្នឹង ហ្នឹង វាស៊ីបាន បាទសារធាតុជីហ្នឹងវាជាបចូលក្នុងឫស បាទ ហើយរយៈពេល1អាទិត្យគឺស្រូវនឹងចាប់ផ្ដើមប្រែពណ៌ឡើងខៀវ បាទ ពេលដែលខ្ញុំប្រើជីគេរយៈពេល10ថ្ងៃ បាទ បានជីនឹងប្រែពណ៌ខៀវហើយប្រែពណ៌ខៀវនេះរយៈពេលខ្លី ខ្ញុំបាយជីខៀវរយៈពេលបានវែងការលូតលាស់បានវែងតែខ្ញុំប្រើជីរាល់ឆ្នាំជីទីផ្សាររយៈពេលតែកន្លះខែគឺស្រូវនឹងប្រែពណ៌ អូប្រែពណ៌ហ្នឹងបានន័យថាវាចុះមកអន់វិញបង បាទវាចុះមកអន់វិញបាន អូ ស្អីថាសារធាតុដែលជីយើងបាយនៅលើផ្ទៃដីនេះវាស៊ីជីអស់ អូ អានេះជាការកាក់ស្មានរបស់យើង បាទ បានជីនឹងវាប្រែពណ៌ទៅជាលឿង បាទ ស្រូវ បង ស្រូវ បាទ ប្រែ បាទ ប្រែពណ៌ទៅលឿង បាទ តែបើជីក្បាលដំរីនេះខ្ញុំបាយទៅរយៈពេល1ខែហើយស្រូវនៅនៅពណ៌ដដែល អូ អត់មានប្រែប្រួលអញ្ចឹង បាទ បានស្ដីថាខ្ញុំមានទំនុកចិត្តថាជីនេះវាមានគុណភាពល្អធ្វើឲ្យស្រូវនឹងចាប់យកសារធាតុនឹងបានយូរ បាទអូ កាលណាស្រូវចាប់សារធាតុបានយូរការលូតលាស់របស់វាតាំងពីតូចរហូតដល់ផ្លែវាអត់មានប្រែប្រួលទេ បាទ ហើយកាលណាជីទីផ្សារបើយើងសិនតែយើងប្រើជីក្នុងរយៈពេល2បាវក្នុង1ហិកតាពាក់មួយរយៈពេលប្រហែលជា1ខែយើងត្រូវប្រើតទៅទៀត អូ តែបើយើងមិនប្រើទេស្រូវនឹងគឺត្រូវធ្លាក់ លា ធ្លាក់បាទធ្លាក់ពណ៌សម្បល់ធ្លាក់គុណភាព អូ ធ្លាក់ បាទ ដើមដង បាទបងបាទ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  ស្រូវខ្ញុំនេះកាលណាខ្ញុំបាយជីទៅពេលដែលវាស៊ីជីអស់ស៊ីសារធាតុជីអស់រយៈពេល1ខែកន្លះទៅ2ខែ បាទ បានខ្ញុំបាយវគ្គទី3ដើម្បីផ្ដាច់យកអំផើមវាយកដើមដងវាដើម្បីបង្កើតជាគួរគ្រាប់ឲ្យបានធំ អូហើយមួយទៀតបងខ្ញុំសួរបន្តិចបងខ្ញុំឃើញបងដូចជាកំងឆ្នាំដែរបងមិនដែរបានបាញ់ឆ្នាំ កំងឆ្នាំហ្នឹងខ្ញុំយកមកប្រើឆ្នាំទីផ្សារមួយចំនួនណាខ្ញុំប្រើឲ្យមានគុណភាព បាទ អញ្ចឹង ហើយនេះមានបាញ់ឆ្នាំយ៉ាងដែរ អានេះអត់មានបានបាញ់ទេបង វ៉ាវហើយយ ខ្ញុំប្រើតែជីសុទ្ធទេខ្ញុំបានបាញ់ឆ្នាំដែរឆ្នាំសម្រាប់ស្មៅសម្រាប់ស្មៅក្នុងស្រែអត់មានបាញ់ជំនួយឲ្យដើមដងល្អអីទេបាញ់តែសម្រាប់តែស្មៅមួយមុខទេ នេះបងអត់បានបាញ់អាតំណាក់កាលទី1ទី2ទី បាទ 3 ខ្ញុំអត់បានបាញ់ទៅស្រូវបំបែកគុំឲ្យគុំធំបាញ់ដើម្បីឲ្យគួរធំបាញ់ឲ្យដើមដងលូតលាស់អត់បានបាញ់ឆ្នាំ អូ ទេ ហើ ខ្ញុំ យ ប្រើតែជីសញ្ញារូបក្បាលដំរីតែមួយមុខទេ បាទ ប៉ុន្តែខ្ញុំប្រើ3វគ្គក្នុង1ហិកតាខ្ញុំប្រើចំនួន5បេ
cho trong khơiประมาณbảy อาจงอาบได้จงร้อยจงปลาตะมาเบกันละนี่ ô อาแบบมือจงปลาปี cái đá mà bảy cái là อาจงปลา tí pi บาทจงปลา3เบกันละក្នុង1ហិកតា ô จงแบบមួយจงปลา2เบ bà បាទទី2จงปลา2ទី3จงปลา1กันละ bà ទី1จงปลา2เบទី2จงปลา2ទៀត4ទី3จงปลา1กันละ ô ô រយឆ្នាំจงปลา6បាវទៅ7បាវ wow ở đây chứ trong khơi có mồi dù nhom trong lực thực chất bong của to tiết ní ọt bàn prao thằng nằm trong nhom trong ở lực thực chất bong thà ở bờ sân ở bong từตัวbàn trên từ con ní hai bong miền ấy là tập hiệp bong prao prao thằng nằm បាទបាទបាទ prao prao thằng nằm ấy việt mùi việt bầy hay nhom lực thực chất bong đồng bông một phốt bong từ bong phốt đây cái prao đây cứ mà cái lỗ mấy ta bong prao nước thiệt បាទចឹងបាទបាទ បាទហើយចុងក្រោយបងត្រូវតែប្រើលាងក្រុកត្រូវផងអូលីឲ្យវាអេវាយបាននិយាយនេះហើយបងកើនទំហំមកណា បាទ អូអានេះអត់ត អានេះអត់តបានប្រើចិត្តជំនួយដើមជំនួយដងតែអូលាឲ្យល្អនេះយើងប្រើជីតែមួយមុខទេ បាទ តែបើសិននេះឆ្នាំក្រោយខ្ញុំមានចំណាប់អារម្មណ៍លើឆ្នាំខ្ញុំអាចប្រើឆ្នាំជំនួយបន្ថែមទៀត ទិន្នផលលើនេះទៀត បាទទៅលោកក៏អាចពុះទៀតក៏បាទតែតែឆ្នាំក៏បាទ អត់ទេទិន្នផលបងអត់ប្រើថ្នាំមកបានប៉ុណ្ណេះដល់ពេលបងប្រើថ្នាំឲ្យបងកែប្រែដីឲ្យវាទៅជាដីធូរកាត់ជាតិជូរជាតិអាស៊ីតដើម្បីឲ្យអាពេលហាស់ហ្នឹងវាស្មើតលរយៈពេលគ្នានេះបងកើនទិន្នផលទៀតហើយ បាទចុងក្រោយខ្ញុំអ្នកសម្ភារគាត់នេះបុត្រវត្តក៏សូមជម្រាបលាឲ្យសូមជូនព័ត៌មានដល់កសិករនេះការពិតខ្ញុំនិយាយថ្ងៃស្មើហ្នឹងអត់មានឲ្យគាត់សម្ដី100ខ្មែរទេហើយក៏ដែរស្គាល់គាត់ដែរអានេះខ្ញុំជិះឡានមកមានបញ្ហាបងបើខ្ញុំសូកប៉ាន់មួយថ្ងៃមកណា បាទបាទមកជួបគ្នាដំបូងតែដំបូងចឹងណាគាត់បានយើងប្រើជីសញ្ញាក្បាលដំរីហ្នឹងអត់បានជួបអ្នកម្ចាស់ជី បាទទៅលើកទី1 ចឹងយើងនិយាយការពិតពួកយើងឃើញហើយ បាទ កាលណាខ្ញុំនិយាយការពិតសន្តិផលរបស់ខ្ញុំមិនទទួលយកប៉ុណ្ណឹងគឺខ្ញុំទទួលយកបាន ប៉ុន្តែបើហើយទៅយើងដាក់មួយយូរអីបានអត់បងដាក់មើល បាទមានអី យើងមិនបានហើយ បាទ ជម្រាបលាតិចទៅបង បាទវាបាទអរគុណបាទបាទជម្រាបលា ច្រើនបង អូល្អមែនខ្ញុំមកមែនទេ លងភឿនប្រោយហ្នឹង សពតែ មុខវាឆ្ងាយ សប្តាហ៍ចាំខ្ញុំមានកដោធំបងវងណា គឺសពតែពលរដ្ឋឲ្យកសិករ ថតចប់ហើយហ្នឹងហ៎ ខ្ញុំអត់តន់ ឲ្យកសិ